យើងដឹងហើយថានៅក្នុងពិភពលោកយើងនេះមានអ្វីដែលមនុស្សយើងមានជំនឿនិងគោរពជាច្រើនផ្សេងគ្នាវាអាស្រ័យទៅតាមតំបន់និងប្រទេសនីមួយៗប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថាមានកន្លែងមួយគេបានបូជាសត្វកណ្ដុរប្រៀបបានដូចជាព្រះរបស់ពួកគេថ្ងៃនេះខ្ញុំនឹងលើកយកហេតុការណ៍ក៏ដូចជាជំនឿទាំង5ដែលអ្នកទាំងអស់គ្នាមិនអាចធ្លាប់បានដឹងពីមុនមកនៅក្នុងប្រទេសឥណ្ឌាចង់ដឹងថាប្រទេសមួយនេះមានទំនៀមទម្លាប់និងជំនឿប្លែកៗបែបណាខ្លះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដល់ប្រទេសឥណ្ឌាជាមួយខ្ញុំ1ការគោរពសត្វកណ្ដុរនៅព្រះវិហារកានីតាម៉ាព្រះវិហារនេះត្រូវបានកសាងឡើងនៅក្នុងសតវត្សទី15ដែលស្ថិតនៅក្នុងទីក្រុង Desnok នៃប្រទេសឥណ្ឌាវាបានកសាងឡើងមកដើម្បីគោរពនិងបូជាទៅដល់ព្រះម៉ែកានីម៉ាតាតើហេតុអ្វីបានជាពួកគេត្រូវគោរពនិងបូជាសត្វកណ្ដុរនេះក៏ព្រោះតែពួកគេជឿថាសត្វកណ្ដុរគឺជាកូនចៅរបស់ព្រះម៉ែកានីម៉ាតាព្រះម៉ែកានីម៉ាតាដែលត្រូវបានគេជឿថាបានកើតចេញមកពីព្រះអន្តៈទេវីគឺជាទេពធីតានៃអំណាចនិងជ័យជំនះបើតាមរឿងព្រេងរបស់ហិណ្ឌូបាននិយាយថាព្រះនាងកានីម៉ាតាគឺជាមនុស្សដែលលះបង់គ្រប់យ៉ាងរបស់ខ្លួនឯងដើម្បីជួយអ្នកក្រីក្រដូច្នេះហើយគាត់ត្រូវបានអ្នកភូមិនឹងគោរពស្រឡាញ់ជាខ្លាំងនៅពេលដែលនៅមានជីវិតរហូតមានថ្ងៃមួយបុត្រារបស់ព្រះនាងក៏បានសោយទីមង្គលនាងក៏បានទៅសូមអង្វរទៅដល់ព្រះនៃមរណៈសូមឲ្យកូនរបស់នាងអាចមានជីវិតរស់ឡើងវិញប៉ុន្តែក៏ត្រូវបានព្រះ